សួស្តីប្រិយមិត្តអរគ្នានេះ admin នឹងលើកយកនៅព័ត៌មានមួយចំនួនដែលលើកឡើងពីរឿងទំនួញព្រាយវគ្គ3ដោយបងប្អូនមួយចំនួនទោតដែលបានស្ដាប់ព័ត៌មានពីលើមុនដែល admin បានអាប់ដេតនឹងថារឿងទំនួញព្រាយវគ្គ3គឺដំណើរការផលិតហើយដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនរបស់ប្រទេសថៃហើយប្រជាជនកម្ពុជាមួយចំនួនផងដែរបានទស្សនារឿងនេះនៅក្នុងរោងភាពយន្តឬនៅតាម website មួយចំនួនភាពយន្តទំនួញព្រាយវគ្គ3នេះគឺបើតាម reference ដែល admin បានរកឃើញគឺថាការបរិច្ឆេទចាប់ផ្ដើមនៅប្រទេសថៃគឺនៅថ្ងៃទី10ឬថ្ងៃទី8ខែតុលាបើសិនជានៅប្រទេសកម្ពុជាវិញ admin ប្រហែលជារកអត់ទាន់ឃើញទេប្រហែលអាចនៅចន្លោះខែ10នឹងដែរតែប្រហែលអាចជានៅចុងខែតាមពិតទៅរឿងទំនួញព្រាយវគ្គ3នេះគឺឮគេនិយាយថានឹងមានសរសេរពីប្រវត្តិព្រាយខ្លាំងមួយទៀត admin ជឿថាវគ្គ3នេះគឺបានផ្លាស់ប្ដូរដឹកនាំហើយជាពិសេសនោះរឿងនឹងអាចនឹងកាន់តែល្អមួយចំណុចទៀតដោយសារតែវគ្គ3នោះគឺនៅតែដើរចូលព្រៃក្នុងនឹងដែរតាមដែល admin ទេប្រហែលជាផ្ដើមសាច់រឿងយកមកទៅគឺចាប់ផ្ដើមភ្លាមៗតពីវគ្គមុនយកមកហើយជាពិសេសនោះគឺអាចនឹងមានប្រវត្តិអីមួយដែលតេតឹងពីនឹងក្រៅផ្សេងទៀតដែលគេយកមកបញ្ចូលនៅក្នុងសាច់រឿងប្រមាញ់ព្រាយវគ្គ3នឹងបានជាតម្រូវផលិតវគ្គ3ជាពិសេសនោះគឺមួយការគ្រប់គ្រងពីទស្សនិកជនហើយមួយទៀតដោយសារតែតួអង្គណាវិនរបស់យើងរត់បែកវងហើយព្រាយខ្លាំងវាបន្លំខ្លួនធ្វើជាណាវិញឲ្យតួប្រុសរបស់យើងយ៉ាងហ្នឹងគាត់បានសច្ចាស្បត់ហើយថាតចាប់នឹងព្រាយឈុតខ្មៅបានទៅគាត់ស្លាប់តែឡើយចាប់បានតែនៅតែបន្តទៅមុខជាសារណាវិនព្រាយខ្លាំងហ្នឹងបានមកធ្វើបាបប្អូនស្រីរបស់យើងទូនទីវគ្គ3ហើយតួប្រុសរបស់យើងយ៉ាងត្រូវតែការពារប្អូនស្រីរបស់យើងនិងក្រុមគ្រួសាររបស់យើងកុំឲ្យព្រាយខ្លាំងហ្នឹងមកប៉ះពាល់ទៅដល់អ្នកភូមិជាពិសេសហើយadmin ជឿជាក់ថាប្រមាណព្រាយវគ្គ3ហ្នឹងអាចនឹងនិយាយពីប្រវត្តិនឹងព្រាយឈុតខ្មៅផងដែរតែប្រវត្តិនឹងព្រាយឈុតខ្មៅហ្នឹងតាម admin អត្ថបទបានអានហ្នឹងគឺកំសត់មែនទែនហើយជាពិសេសប្រមាណព្រាយវគ្គ3ហ្នឹងគឺគេបានប្រកាសផលិតហើយបានបើកកាមេរ៉ាផលិតតាំងថ្ងៃ16ខែ3មកម្លេះឥឡូវការសម្រាប់ព័ត៌មានរឿងប្រមាញ់ព្រាយឬចំនួនព្រាយវគ្គ3នេះគឺឈានដល់ទីបញ្ចប់ហើយមានសំប្រាំដំណឹងមួយថា account ឬ channel Film KH ដែលមានផុសរដងគឺខូចហើយ Film KH1 Film KH2 នេះដូច្នេះ admin គឺមានតែទៅមុខទៀតឲ្យធ្វើបន្តទៀតដើម្បីឲ្យប្រិយមិត្តអរគ្នាបានទស្សនាម្ដងទៀតហើយបើសិនជាមានអីថ្មី admin នឹងចែកម្លែកទៅបងប្អូនអរគ្នា admin ប្រហែលជាធ្វើវីដេអូណាខ្លីៗងាយស្រួលយល់ដោយសារតែ YouTube admin គេចាប់ផ្ដើមចាប់បដាហើយដែលកាត់ឲ្យទេសសងវាបែនចោលហ្មងទាំងដែល admin អត់ដែលយករឿងពីបរទេសយកមកផុសរឿងពេញឯងអត់ដែរចឹងព័ត៌មានហ្នឹងវារឿងសិនតែណាតែ admin ប្រហែលជានៅតែបន្តធ្វើអញ្ចឹងអត់ឲ្យបងប្អូនអរគ្នាអាក់ខានវីដេអូឡើយហើយជាចង់ក្រោយ admin មានតែជូនពរប្រិយមិត្តអរគ្នាឲ្យជួបតែសំណាងល្អនៅក្នុងអំឡុងពេលទទួលនៅបរិយាកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាមួយនេះ